បើកភ្នែកបិទភ្នែកក៏នៅក្នុងព្រៃជីវិតអ្នកចំការតែប៉ុណ្្នឹងឯងបងប្អូនហើយបើកភ្នែកបិទភ្នែកនៅតែក្នុងព្រៃចំការនឹងទេហើយថ្ងៃនេះផងដែរខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាមកស្គាល់ផ្លែមួយយ៉ាងដែលបងប្អូនភាគច្រើនក៏អត់ដែលបានស្គាល់ហ្នឹងហើយមូលហេតុដែលបានខ្ញុំហ៊ាននិយាយថាបងប្អូនភាគច្រើនក៏អត់ដែលស្គាល់ដោយសារតែខ្ញុំសាកសួរមនុស្សច្រើនគ្នាគឺគាត់អត់ស្គាល់ផ្លែហ្នឹងទេហើយផ្លែហ្នឹងផងដែរគឺគេហៅថាផ្លែស្ដាន់ បាទផ្លែសណ្ដាន់ចំពោះអត្ថប្រយោជន៍របស់វាគឺគេយកទៅស៊ម្ជូរសាច់គោឬមួយក៏គេយកទៅធ្វើទឹកជ្រក់បាទអាំងកដោជៀនកដោអីចឹងណាបាទក៏ដូចជាធ្វើទឹកត្រីហើយជាពិសេសហ្នឹងក៏អាចយកទៅញ៉ាំជ្រក់អំបិលដូចជាស្វាយដូចជាម្កាក់អីហ្នឹងផងដែរតែគ្រាន់តែថានេះវារៀងជូរញញបន្តិចបាទវាមិនសូវឆ្ងាញ់ដូចស្វាយដូចម្កាក់ទេវានិយាយរួមទៅវាប្រើបានសម្រាប់តាយើងស្លធ្វើម្ហូបអីបាទដែលអ្នកធ្លាប់ស្គាល់គេចូលចិត្តធ្វើណាបាទគឺស្លធ្វើម្ហូបធ្វើអីហ្នឹងគេមិនសូវយកទៅញ៉ាំលក្ខណៈជាម្ជូរស្វាយម្ជូរអីទេតែវាអាចញ៉ាំបានដូចគ្នាបាទហើយខ្ញុំកំពុងថតនេះដែរគឺវាស្ថិតនៅក្នុងភូមិកោះថ្មីឃុំពតសុកស្អាងខេត្តកណ្ដាលយើងហ្នឹងបាទបងប្អូនត្រូវការបងប្អូនចង់ទិញចង់ស្គាល់បងប្អូនអាចមកបាទទីនេះបានបាទហើយក៏បើសិនជាបងប្អូនគិតថាអត់ចង់មកក៏អាចតាក់ទងមកខ្ញុំបាទបាទតាមរយៈបណ្ដាញសង្គមផ្សេងនៅខ្ញុំបាទមានបាទដូចជា YouTube TikTok និង Facebook ជាដើមផងដែរបាទហើយបើអាចតាក់ទងមកតាមលេខទូរស័ព្ទរបស់ខ្ញុំបាទផ្ទាល់ក៏បានដែរបាទ096 5788 730 គុតបាទវាមិនសបផ្សាយវត្ថុផលអីទេបាទនេះគ្រាន់តែថាបើចង់ត្រូវការបើចង់ឃើញដើមនឹងអីចឹងណាបាទនេះគឺជាការប្រមូលផលរបស់ខ្ញុំផងដែរបាទដើមណាទៀតយើងឈោងដល់យើងទៅយើងបេះប៉ាត់ចឹងណាបាទតែបេះឬយកតាណាធំតែណាទុយទុកឲ្យវាធំទៀតហើយបើសិនជាដើមខ្ពស់យើងឡើងវាបេះទៅបាទឬមួយក៏ប្រើទៅពួកកងាយើងណាបាទនេះបេះហើយវាជ្រុះក្រាដីយើងមកយើងក៏រើសវាទៅរើសវាដាក់ម៉ាវបាទដាក់ការុងអីចឹងណាហើយខេត្តខ្លះគេហៅការុងហៅតៃហៅបាវអីចឹងទៅតាមខេត្តខុសគ្នាបាទហើយក៏ប្រមូលវាទៅឬប្រមូលផលវាទៅបាទឬច្រកបាវទៅបាទខ្ញុំសុំហៅបាវស្រុកខ្ញុំហៅបាវអានេះសម្រាប់ចិត្តខ្ញុំបាទឬពីអ្នកសម្រាប់ចិត្តខ្ញុំនិយាយថាមូខំទៅពីពងដេញទៅផ្ទះក៏អត់ទៅដែរបាទនេះអញញឹមស្រស់ធម្មតាក្នុងព្រៃស្ដាន់អញ្ចឹងបាទគឺវាមានមុខមានអីតិចតួចអញ្ចឹងហើយវាមិនអត់ទេហើយមកខំអីក៏ដេញអត់ទៅផ្ទះដែរព្រោះចង់រឹសជាមួយខ្ញុំបាទចង់ជួយអញ្ចឹងណាដល់តែដេញច្រើនទៅមិនទៅបាទនេះគឺជាការប្រមូលផលប្រមូលដាក់កត្រកហើយយកទៅចាក់ចូលតៃទៅចាំយើងយកទៅផ្ទះបាទហើយចំពោះការធ្វើនឹងផងដែរបាទគឺយើងបេះពីដើមហើយងាយណាបាទបេះពីដើមហើយឬហើយយកទៅទុកផ្ទះហើយនៅហាន់នៅហាលបាទទីទៀតខ្ញុំនឹងបង្ហាញពីរបៀបហាន់ហើយនឹងហាលបាទវាឲ្យវាស្ងួតណាបាទយើងអាចយកទៅចេញជាផលិតផលនឹងបានបាទលក្ខណៈថាមុំសម្រាប់វាបានវាច្រើនតង់ដែរអញ្ចឹងណាយើងដាំហើយ2ឆ្នាំមិនយើងអាចប្រមូលផលបានតិចតួច2ឆ្នាំដាំនៅទូចនៅ1ម៉ែត្រ2ម៉ែត្រនៅហើយទេបាទ14 5ឆ្នាំអញ្ចឹងទៅមកយើងអាចប្រមូលបានផលបានច្រើនតិចហ្នឹងហើយទម្រាំបានដើមប៉ុណ្ណេះហ្នឹងគឺថា20 30ឆ្នាំហើយតាំងពីបាទម៉ាក់ខ្ញុំមករហូតតមកដល់ខ្ញុំនេះបាទហើយមិញហ្នឹងយើងប្រមូលហើយយើងចាក់ចូលបាវហ្នឹងបាទហើយពេលយើងក៏បួចចងវាទៅចងវាហើយយើងដាក់ម៉ូតូរុយបាទតែមិនតយកម៉ូតូមកទេយើងចងវាស្អាតអីស្អាតបេះហើយសិនចាំយើងទៅអបទៅផ្ទះយកម៉ូតូទៅផ្ទះហ្នឹងគេនឹងដែរអត់នៅឆ្ងាយពីចំការមកទេបើថានៅឆ្ងាយពីចំការហ្នឹងរៀងពិបាកតិចតែវានៅក្នុងចំការហ្នឹងដែរតែមិនអីទេនៅក្បែរគ្នាហ្នឹងយើងចងវាហើយយើងប្រមូលហើយដាក់មកដុំយើងទៅចាំយើងទៅយកម៉ូតូមកដុំប្រែនទៅផ្ទះហ្មងបាទហើយតិចទៀតខ្ញុំនឹងឲ្យមើលវីដេអូហាន់របស់ភរិយាខ្ញុំបាទហើយភរិយាខ្ញុំហ្នឹងគឺថាកំពុងតែថតហ្នឹងគឺថាបើខ្ញុំនិយាយហៅតែប្អូនក្នុងវីដេអូគឺថារឿងអីអញ្ចឹងឲ្យហៅភរិយាហ្មងហៅប្អូនអត់បានណាបាទនេះមកដៃខ្ញុំវាក់សិតជាប់វាច្រើនដែរមកយើងបានផ្លែផ្កាបានផលហ្នឹងគឺថាវាមិនស្រួលប្រហែលទេបាទគឺវាយកដែរហត់ដែរហ្នឹងបាទនេះយកម៉ូតូមកដឹកណាត្រៀនណាបាទផ្លូវហ្នឹងក៏រៀងពិបាកជិះម៉ូតូចូលដែរព្រោះវាអត់មានផ្លូវសម្រាប់ចូលម៉ូតូហ្នឹងយើងសម្រាប់ទៅដើរទេអញ្ចឹងជិះទៅពិបាកតែប្រហែសហ្នឹងគឺថាធូរស្ពេដម៉ូតូយកទៅប៉ះទៅញយដែរហ្នឹងបាទធ្វើម៉េចចេះទ្រាំមើលព្រោះជីវភាពយើងណាវាមិនធូរធារដូចគេហ្នឹងបាទនេះមកដល់វីដេអូគាត់ហាន់ហើយបាទគាត់ហាន់អញ្ចឹងហាន់ជាចំណិតទៅមកផ្លែហ្នឹងគឺថាហាន់7 8ចំណិតទៅ10ចំណិតអញ្ចឹងណា
ឲ្យស្ដើងកាន់ទៅល្អមួយកាន់តែស្ដើងមួយកាន់តែស្ងួតល្អវាពណ៌សម្បុរក៏ល្អហើយវាចេញជាតិជូរបានល្អបាទនេះកំពុងតែហាន់ហ្នឹងហើយនេះបេះយកមកចាក់កោធាអញ្ចឹងបាទតោះយើងទៅមើលកន្លែងហាតិចបាទនេះហាតិចតួចអញ្ចឹងណានោះហើយអានោះរៀងច្រើនតិចអញ្ចឹងទៅហើយចំពោះការប្រឈមមុខជាមួយនឹងបញ្ហាអាកាសធាតុវិញព្រោះយើងធ្វើការហ្នឹងគឺពឹងទៅលើអាកាសធាតុទាំងស្រុងតែម្ដងយើងអាចប្រឈមមុខជាមួយអាកាសធាតុមួយភ្លៀងមួយអាទិត្យជាប់គ្នាអញ្ចឹងទៅគឺថាដុះផ្សិតខ្ទេចហើយបើដុះផ្សិតហើយគឺថាมันអាចយកប្រើការអីអត់បានទេគឺចាក់ចោលទាំងអស់អញ្ចឹងវាពិបាកតិចជាមួយយើងធ្វើការពឹងមេឃអញ្ចឹងណាពឹងអាកាសធាតុអញ្ចឹងវាពិបាកដែរបើអាកាសធាតុអត់អំណោយផលគឺថាយើងអាចនឹងមិនទទួលបានផលផ្លែផ្កាយទេគឺថាចាក់ចោលខ្ទេចខ្ទីអស់ហ្នឹងហើយវីដេអូនេះក៏ប៉ុណ្្នឹងចុះហើយវីដេអូក្រោយខ្ញុំនឹងបង្ហាញពីពេលវាស្ងួតណាពេលវាស្ងួតដែលយើងកើបយើងប្រមូលផលយកទៅរូបអញ្ចឹងណាចាំធ្វើមកវីដេអូទៅហ្នឹងហើយវីដេអូហ្នឹងក៏មិនប៉ុណ្្នឹងដែរសូមបងជួយចុច Subscribe នៅ Channel YouTube របស់អូនផងហើយក៏ដូចជាចុច Follow ចុច Like នឹង Facebook page ហើយក៏ដូចជា TikTok របស់អូនផងបាទអរគុណច្រើនបងបាយបាយរៀងជាប់មាត់ទៀត